លួចជង្គង់ចុះពេលនេះសម័យណាស់ហើយនៅលេងល្បិចផនជន់ហោះទៀតមិនចាំបាច់និយាយច្រើនជាមួយជើងទេឆាបងើបឡើងភ្លាមហើយឆាបលួចជង្គង់ចុះទៅធ្លាប់មានមនុស្សជាច្រើនជួយកំភ្លឹងជើងមកជើងដឹងថាពួកគេមានវិសនាបែបណាទេចង់ងាប់ហើយមែនទេនេះឯងជាខ្មោចមែនទេវាមិនសំខាន់ទេជើងមកសាទទីវិញទៅថាការនេះចេញក្នុងឬមួយក៏ចេញមុខកាក់មួយបានបោះឡើងដូចជាក្តារយ៉ាងចឹងសេចក្តីស្លាប់រស់ឯងជាមេក្រុមស៊ីឈ្នួលមេបញ្ជាការស៊ីទៀតមែនទេឯងសួយហើយនេះអាចឆាប់ឡើងឆាប់ជោគខ្សែចុងជើងហើយដល់បងប្អូនភ្លាមទៅនៅឈុតថ្មឹងដណាទៀតចង់ឲ្យជើងបាញ់បបាយស្ទះក្បាលនឹងមើលដែរទេឆាប់ឡើងទៅលោកបច្ចាក់សៀមើលចុះពួកជើងគឺចងខ្លួនអាយុរាល់ហើយអាចចុះកាក់របស់លោកនោះកុំសម្លាប់ពួកជើងអីនៃឯងលឺក្រត់បើរកកន្លែងក្រាបដល់ខ្លួនឯងទៅចុះបញ្ជូនហោះហើយទៅប្រគល់ខ្លួនបាត់អាពេលដែលចុះបញ្ជូនហោះភ្លាមខ្ញុំនឹងប្រគល់ខ្លួនលោកចង់កាត់ទោះខ្ញុំប្រហែលឆ្នាំក៏បានដែរចាប់ឡើងលឿនដំណើរទាំងអស់សូមមេត្តាដាក់ខ្សែក្បាត់សុវត្ថិភាពយន្តហោះនឹងហោះហើរក្នុងពេលបន្តិចទៀតនេះហាមខត់ការហោះហើរទាំងអស់ភ្លាមទៅមិនអាចឲ្យហោះហើរបានទេកាពីតែនមានរឿងអីថាមានអ្នកធម្មតាត្រឡប់មកមិត្តភូមិវិញមិនទាន់នឹងច្បាស់ថាជើងហោះហើរណាទេរៀនជើងហោះត្រូវបានផ្អាកជើងហោះហើរគឺដើម្បីឲ្យគេត្រឡប់មកវិញសូមស្វាគមន៍លោកខ្ញុំគ្រាន់តែត្រឡប់មកផ្ទះវិញសោះមិនចាំបាច់ធ្វើមានការភ្ញាក់ផ្អើលនោះទេលោកមានវិជាការលោកពិតជាត្រូវទៅពិតមែនណាបានដំណឹងនៃការចាត់ចែងរបស់ខ្ញុំបាច់ធ្លី3ខែពួកទាហានអាមេរិកមិនហ៊ានធ្វើអ្វីឡើយការត្រឡប់ទៅមិត្តភូមិលើកនេះក្រៅពីការការពារគ្រួសារបងប្រុសហើយនៅបងទី2ហើយនោះគឺដើម្បីស៊ើបរកមុខអ្នកដែលសម្លាប់គាត់ដូចគ្នាប៉ុន្តែមិនចាំបាច់និយាយច្រើនទេដល់ពេលឡើងឈ្មោះហោះហើយនាំបងប្អូនត្រឡប់ទៅវិញទៅជួនដំណើរមេបញ្ជាការគាត់គឺជាអ្នកធំដែលធ្វើឲ្យផ្អាកការហោះហើរទាំងអស់ដើម្បីរងចាំគាត់តែម្នាក់នឹងមើលទៅរត់ពីមិនសូវដូចសោះជំរាបសួរលោកម្ចាស់ហេតុអីទៅតឡាញយន្តហោះឥឡូវអញ្ចឹងទៅកៅអីរបស់លោកទៅព្រោះយន្តហោះចិត្តនឹងហោះហើរហើយលោកម្ចាស់នេះកៅអីរបស់លោកចាំខ្ញុំជួយយកកាបូបទុកជូនលោកនេះជារង្វាន់ពិសេសសម្រាប់ក្រុមហ៊ុនអាកាសចរមែនទេសំទោសលោកម្ចាស់នេះជារឿងអចេតនាទេរឿងល្អៗភាគច្រើនគឺកើតចេញពីការនឹកស្មានមិនដល់ខ្ញុំមិនប្រកែកនោះទេជើងហោះទៅស្រុកវិញបាត់ជួយរៀបចំល្អណាស់លោកម្ចាស់សូមរក្សាកិត្តិយសបានតែបែបនេះទៀតខ្ញុំស្រេចហើយអ្នកតគ្នានៅស្គមទៅលួចជង្គង់ចុះពេលនេះសម័យណាស់ហើយនៅលេងល្បិចផនជន់ហោះទៀតមិនចាំបាច់និយាយច្រើនជាមួយជើងទេឆាបងើបឡើងភ្លាមហើយឆាបលួចជង្គង់ចុះទៅធ្លាប់មានមនុស្សជាច្រើនជួយកំភ្លឹងជើងមកជើងដឹងថាពួកគេមានវិសនាបែបណាទេចង់ងាប់ហើយមែនទេនេះឯងជាខ្មោចមែនទេវាមិនសំខាន់ទេជើងមកសាទទីវិញទៅថាការនេះចេញក្នុងឬមួយក៏ចេញមុខកាក់មួយបានបោះឡើងដូចជាក្តារយ៉ាងចឹងសេចក្តីស្លាប់រស់ឯងជាមេក្រុមស៊ីឈ្នួលមេបញ្ជាការស៊ីទៀតមែនទេឯងសួយហើយនេះអាចឆាប់ឡើងឆាប់ជោគខ្សែចុងជើងហើយដល់បងប្អូនភ្លាមទៅនៅឈុតថ្មឹងដណាទៀតចង់ឲ្យជើងបាញ់បបាយស្ទះក្បាលនឹងមើលដែរទេឆាប់ឡើងទៅលោកបច្ចាក់សៀមើលចុះពួកជើងគឺចងខ្លួនអាយុរាល់ហើយអាចចុះកាក់របស់លោកនោះកុំសម្លាប់ពួកជើងអីនៃឯងលឺក្រត់បើ
រកកន្លែងក្រាបដែលខ្លួនឯងទៅចុះបញ្ជូនហោះហើយទៅប្រគល់ខ្លួនបាត់អាពេលដែលចុះបញ្ជូនហោះភ្លាមខ្ញុំនឹងប្រគល់ខ្លួនលោកចង់កាត់ទូខ្ញុំប្រហែលឆ្នាំក៏បានដែរចាប់ឡើងឲ្យលឿនចង់ញ៉ាំមួយកែវទៀតអត់ទេមិនបាច់ទេខ្ញុំអរគុណអ្នកនាងបើដូចចិត្តពេលនេះអាចត្រឡប់មករកខ្ញុំបានគ្រប់ពេលព្រោះផ្លូវត្រឡប់ទៅផ្ទះវិញសល់ពីច្រើនទៀតណាបើសិនជាខ្ញុំទៅដេកជាមួយប្រុសផ្សេងអាពីពីដែលគ្រូសាស្ត្រខ្ញុំផ្សំគុំច្បាស់ជាត្រូវរលាយមិនខានប្រហែលមនុស្សប្រុសបែបនេះហើយតែស័ក្តិសមនឹងយកលឹកដបងរបស់ខ្ញុំហេតុអីបានជិបដូចនេះមិនមែនលោកចង់បានការជួបដែលល្អឥតខ្ចោះទេខ្ញុំគិតថាកំណត់មួយនេះវាមិនអីនោះទេអ្នកនាងខ្ញុំនៅមិនទាន់នឹងឈ្មោះនាងទេអ្នកនាងមិនបានជប់ប្រហែលឆ្នាំនាងនៅតែពាក់អាចតំណប់ដៃបែបនេះមិនល្អចំពោះសុខភាពទេនៅហួតដលេទៀតឯងឆាប់បិទមាត់ទៅយើងពាក់ស្អីតាក់ដងអីនឹងឯងមើលតែការនោះខ្ញុំបោះបង់ឯងចោលពិតជាត្រូវមែនឥឡូវខ្ញុំប្រធានផ្នែកបុគ្គលិករបស់ក្រុមហ៊ុន JC ជាប្រធានផ្នែកទៅហើយឯងនៅតែមកសភាធ្វើជាអង្គរៈដល់ណាអបអរសាទរចុះប្រវត្តិរូបសង្ខេបអត់មានទេមិនមែនតើអេចាយនៅបរទេសប្រហែលឆ្នាំទេដឹងដកថយធ្វើតាមនីតិវិធីវិញទៅមានប័ណ្ណពិសោធន៍ការងារអីខ្លះពីមុនមកមានប័ណ្ណពិសោធន៍អ្វីអស្ចារ្យនោះទេគ្រាន់តែជួយការពារប្រធានាធិបតីបរទេសនិងកម្ចាត់មេឈ្មោះគ្រឿងញៀនសេធានអញកុំគិតថាព្រោះតែអញជាសង្សារចាស់របស់ខ្ញុំហើយខ្ញុំនឹងលំអៀងឲ្យឯងនោះពេលនេះខ្ញុំជាតំណាងឲ្យក្រុមហ៊ុន JC គោរពបើឯងនៅតែលេងសាច់បែបនេះខ្ញុំមានតែដេញឯងចេញទៅក្រៅឥឡូវមានអ្នកណាសំស្រាប់ហើយណីនឹងមានគេដែលឆ្នាំបង្កើតអង្គរៈនោះមើលទៅស្អាតណាស់ចូលសម្រាប់វាចោលទៅពួកឯងចង់ងាប់ហើយបើមិនមែនច្បាស់ជាជាប់គ្រាប់កាំភ្លើងហើយតែឯងកុំស្រែកដូចជាត្រូវគ្រាប់កាំភ្លើងចឹងពេកអីមកពីនឹងមិនឯងឃើញអាមនុស្សខូចណែដល់មួយទៀតទៅមិនល្អចំពោះសុខភាពឯងធ្វើអីហ្នឹងដាក់ខ្ញុំចុះភ្លាមទៅមុននេះខ្ញុំទើបតែបានជួយជីវិតនាងទេនៅសង្ស័យខ្ញុំទៀតទេនេះជាមេរៀនបន្តិចពិតជាគ្រោះថ្នាក់មែនសំណាងឲ្យអ្នកខ្ញុំគឺជាណារកឃើញមិនចឹងនឹងស្លាប់ដោយមិនដឹងខ្លួនសន្តិសុខឆាប់មកនេះភ្លាមឆាប់វាបញ្ជូនទៅប៉ប៉ូលីសទៅហេជប់សិនខ្ញុំកំពុងជួយនាងហេតុនេះបានជាមិនដឹងគុណឯងថោកទាបណាស់ចាប់គេទៅឈប់ភ្លាមឈប់ភ្លាមម៉ាក់គេម៉ាក់ដឹងហើយឯងតែមុនចាស់អូពួកសម្រាមទាំងនេះចាញ់ភ្លាមទៅ
លីស៊ីវមីនៃត្រកូលយេសូមគោរពលោកមេបញ្ជាការហើយបានជាណាមីលោកជង្គង់សុភ័ក្រខ្ញុំបែបនេះស៊ីហ្វុងមានសំណាងល្អក្នុងឆាកជីវិតដែលបានលោកម្ចាស់រាប់អានក្នុងនាមខ្ញុំជាត្រកូលយេមិនគោរពមិនបានទេលោកម្ចាស់អាចប្រាប់ខ្ញុំបានទេថាតើស៊ីហ្វុងស្លាប់ដោយរបៀបណាបងទី2ទ្រាំឲ្យបានមានជនក្បត់មេធំគឺជាមនុស្សរបស់ឡងឆឹងបងទី2ខ្ញុំស្បត់ថាខ្ញុំនឹងសងសឹកឲ្យបងពួកវាមិនលើកលែងឲ្យតកូជ័យទេអាទី3ជួយការពារទ្រព្យសម្បត្តិតកូជ័យបងនៅមានគូដណ្ដឹងម្នាក់ដែរមិនទាន់បានរៀបការឯងត្រូវតែបន្លំខ្លួនជាបងជំនួសមានតែមនុស្សមានអំណាចឥទ្ធិពលដូចឯងទេទើបអាចគ្រប់គ្រងស្ថានភាពបានណាបងទី2ខ្ញុំនឹងប្រាជ្ញជីវិតរបស់ខ្ញុំការពារតកូជ័យតែរឿងបន្លំនេះមិនអាចទេអាទី3បើគ្មានឋានៈជាប្តីការពារមិនឈ្នះទេសូមបងឯងជួយឲ្យបងស្លាប់បានបិទភ្នែកចិត្តផងបងទី2ខ្ញុំយល់ព្រមបងទី2ស៊ីហ្វុងគេជ្រើសរើសដើរផ្លូវមួយនេះអាស្រ័យលើព្រហ្មលិខិតលោកមេបញ្ជាការហើយខ្ញុំស៊ីធានទៅគឺបានហើយស៊ីធានខ្ញុំសុំវល់រឿងមួយតែបានទេសូមជួយជំនួសកន្លែងស៊ីហ្វុងឲ្យឈិញយិបបង្កើតកូនបន្តវងតកូលផងបានទេនេះពេលនេះគ្មានស៊ីហ្វុងទៀតទេតកូលចៅក៏ពុកតែតាមយាយជីតកូលយេអ្នកប្រុសធំតកូលចៅឈីប្រកាសថានឹងអត់ដើមឈិញយិបើតកូលយេរបស់យើងគ្មានអ្នកបន្តវេនដើម្បីការពារមុខរបរទេពួកចិត្តអាក្រក់ទាំងនោះច្បាស់ជាសម្រុកចូលមកបំផ្លាញរំខានគេមរតកជាច្រើនចំនួនរបស់តកូលយេមិនអាចមកវិនិច្ឆ័យនៅក្នុងដៃរបស់ខ្ញុំទេលោកមេបញ្ជាការខ្ញុំសូមវល់មុនស្លាប់ស៊ីហ្វុងពិតជាបានផ្ដាប់ផ្ដាំបែបនឹងពិតមែនតែរឿងបង្កើតកូនត្រូវមើលលើការស្ម័គ្រចិត្តគេសិនឈិញយិចាំខ្ញុំជួយនិយាយគេឲ្យតែលោកព្រមព្រៀងស៊ីហ្វុងនេះជាការរៀបចំចុងក្រោយដែលឯងធ្លាប់ប្រាប់មែនទេបងស្រីអ៊ីលើមកប្រាប់ថាមានអង្គរៈម្នាក់មកស្នាក់នៅផ្ទះយើងលើថាសង្ហាណាមែនហើយមិនមែនបងចង់គេចេញពីការផ្សំគុំគ្រួសារទេអីបើអង្គរៈម្នាក់នឹងពិតជាសង្ហាមែនយកគេធ្វើប្តីទៅដល់ពេលនោះការផ្សំគុំពិតជាលុបចោលមិនខានបងក៏អាចទៅផ្ទះវិញបានឯងនេះចេះតែមានកំណត់ខូចយ៉ាងម៉េចគិតថាយើងមកនៅផ្ទះអាយុពេកចង់ដេញយើងចាញ់ហ៎អ្នកណានិយាយបងជាមិត្តសម្លាញ់បំផុតរបស់បងស្រីថ្លៃខ្ញុំតាហើយម្យ៉ាងទៀតបងគឺជានារីដ៏ស្រស់ស្អាតទោះបីបងនៅមួយជីវិតក៏ខ្ញុំសប្បាយចិត្តគ្មានអ្វីប្រៀបបានដែរបងស្រីសេឡូខ្ញុំនិយាយត្រូវទេប្រហែលជាអញ្ចឹងហើយតាមប៉ិនបងធ្លាប់ឆ្លងកាត់រឿងលើការ៉េរួចហើយស្អីគេប៉ិតមែនអត់សង្ហាដែរទេគួរឲ្យស្រឡាញ់ឬអត់ល្មមមើលបានស៊ីស៊ឺមកប្រាប់ឯងហើយថាមានភ្ញៀវមកលេងហេតុអីបានពាក់អាវគេងយប់អញ្ចឹងនេះគឺជាលោកស៊ីធានជាបងប្អូនបង្ធំរបស់ឯងឥឡូវគេមកជួយការពារគ្រួសារយើងសួស្តីវ៉ាយបងជាអង្គរៈថ្មីផ្ទះយើងមែនទេសង្ហានណាមកអង្គុយចុះសិនមកស្រីសាទនៅលើមុខខ្ញុំផ្លាក់អីអត់មានទេសេអ្នកមីងខ្ញុំងុយគេងហើយខ្ញុំទៅគេងមុនហើយអញ្ចឹងខ្ញុំក៏ទៅគេងដែរបងស្រីអ៊ីបងកាត់អីហ្នឹងសេលូទៅយកទឹកតែមកកែមកចាទៅហើយចាលូស៊ីវតែនេះពិតជាឈ្ងុយមែនលោកសេចូលចិត្តគឺល្អហើយគួរចាប់អារម្មណ៍តើកូនជ័យមួយសោះមានមនុស្សតាមដានច្រើនដល់ហើយលោកចូលមកក្នុងតែមិនទាន់ធ្វើសកម្មភាពទេមើលទៅអ្នកនៅក្រៅក្នុងគឺមិនធម្មតាម៉ាក់ខ្ញុំមកវិញហើយហេតុអីក៏ឯងនៅផ្ទះខ្ញុំម៉ាក់ក្មេងយករបស់នាងឲ្យមកទេម៉ាក់ហេតុអីនាំឲ្យម្នាក់នឹងមកផ្ទះយើងគេជាមនុស្សរកចិត្តតែហើយយ៉ាបានហើយឆេងយីនេះជាការយកច្រឡំទេគេជាបងប្អូនរបស់ស៊ីហ្វុងមកដើម្បីជួយការពារតកូនយើងណាត្រូវការគេការពារទៅ
ចេញយាម៉ាក់សំវរឿងមួយ ម៉ាក់កុំធ្វើបែបនេះម៉ាក់មានរឿងអីនិយាយត្រង់ទៅខ្ញុំច្បាស់ជាធ្វើឲ្យបាន ម៉ាក់ចង់ឲ្យកូននឹងសិធានបង្កើតកូនបន្តវងតកូយេ ម៉ាក់កំពុងនិយាយពីអីហ្នឹង ស៊ីហ្វុងគេមិននៅទៀតទេឥឡូវតកូចៅកំពុងតែតាមគៀបសង្កត់ឯនៅទីងងឹតមិនដឹងមានមនុស្សប្រមាណអ្នកតាមលបស៊ីសាច់តកូយើងនោះទេឲ្យតែបង្ហាញថាតកូយើងមានអ្នកបន្តវេនទើបអាចគ្រប់គ្រងស្ថានភាពបានចេញយាម៉ាក់សំវកូនចង់ចូលកជុលមកមិនចឹងទេខ្ញុំគិញហើយណា ក៏មកសម្ដែងមាត់ម្ខាងហាក់ខ្ញុំថាបងថ្លៃតែចិត្តម្ខាងទៀតចង់ដេកជាមួយខ្ញុំឥឡូវក្នុងចិត្តអញច្បាស់ជាសំកំណត់ណាស់ហើយ ទី1ខ្ញុំមិនចង់បានអីទេទី2កំថាឡៃសម្លៀកបំពាក់សូម្បីតែរបស់ប្រើប្រាស់ក៏ស៊ីលឺជួយចេញមកដែរលើកខ្លួននេះគឺសតតែជាជាតិពុល អញធ្វើអីហ្នឹងអញស្គន់ហើយមែនទេ ជាតិពុលអាស៊ីតលាក់បាំងបែបនេះខ្ញុំរៀងចង់ដឹងគ្រាន់តែប្រើទឹកលាងទៅគឺបានហើយប៉ុន្តែខោរបស់នាងគឺអាចចំបាំងបែបនេះលាងយ៉ាងណាក៏មិនស្អាតដែរ មានអ្វីខុសគ្នាទៅវាគង់តែត្រូវដកដដែលហ្នឹង ពីតកូជេប៉ុណ្ណោះ មនុស្សថោកទៀតនេះ នាងចង់ធ្វើអី លើកមុនពេលវេលាខ្លីពេកតើបលោកចាំខ្ញុំមិនបានថ្ងៃនេះខ្ញុំនឹងឲ្យលោកឃើញរូបខ្ញុំចាំមួយជីវិតថ្ងៃនេះលោកត្រូវតែនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំដាច់ខាតកុំកម្រាស់ឲ្យសោះមិនអញ្ចឹងខ្ញុំនឹងប្រាប់ឆេញជាថាលោកលោភស៊ីមិត្តសម្លាញ់នាង Hello អរុនសួស្ដី អត់គេខ្មាស់ រឿងការប្រជុំនេះនឹងក៏បានឃើញដែរខ្ញុំត្រូវគេបង្ខំជាជនរងគ្រោះពិតប្រាកដណាស់ហើយម្ចាស់ទៀតរឿងដែលនេះគូខលអ្នកណាជាអ្នកលបដាក់ឆ្នាំពូលនាងទៅ ត្រកូលចៅចង់បានក្រុមហ៊ុន JC ចៅឆេចង់បានខ្លួនខ្ញុំឲ្យតែពួកយើងរស់ទៅមានតម្លៃសម្រាប់ពួកគេរឿងពួកវាដាក់ថ្នាំពុលខ្ញុំមើលទៅសត្វតែជារឿងដែលឯងប្រឌិតឡើង ចាំបើតកូជើនឹងអ្នកដាក់ឆ្នាំពុលមិនជាក្រុមតែមួយនោះ ប្រឌិតបន្តទៀតទៅស្រឡាញ់បងថ្លៃខ្លួនឯងមិនខាត់ថាពេលយប់ដែលយល់សពយេហ្វុងមកឡងបន្លាចទេ ញ៉ាំតែនំប៉័ងទៅទៀតមិនអួលទេមុនស្លាប់បងទី2ផ្ដាំឲ្យខ្ញុំរៀបការជាមួយនាងបើមិនមែនជុកដល់មុខមាត់អ្នកមិញទេខ្ញុំមិនព្រមទេ បងថ្លៃតែចរចាជាមួយតកូចៅមែនទេអាចចឹងល្អចៅឈីនោះតាមដានយើងយូរហើយលើកនេះច្បាស់ជាគ្រោះថ្នាក់ខ្លាំងណាស់កុំបារម្ភអីបើតើច្រកមែនខ្ញុំអាចសុំជំនួយពីគ្រួសារខ្ញុំបានយ៉ាងច្រើនឪពុកខ្ញុំស្ដីបន្ទោសមួយប្រាវ ពេលរយរអស់ហើយគ្មានបញ្ហាទេ នាងទីទៅឡាននេះមានគ្រាប់បាយទេ តើឯងឡើងមកតាំងពីពេលណាអ្នកណាអនុញ្ញាតឲ្យឯងឡើងមក ខ្ញុំជាអ្នកការពីនឹងគឺតាមចឹងហើយ អាបោកចាស់ទៅវិញភ្លាម យ៉ាងម៉េចខូចហ្វ្រាំង ប្រហែលមែនហើយខ្ញុំចាំហ្វ្រាំងយ៉ាងម៉េចជន់មិនជាប់តទៅសោះធ្វើយ៉ាងម៉េចទៅជ្រិតបុកហើយឆាប់ឡើងខ្ញុំភ្លាម មែនទេហើយមុនពេលដាក់ពួយជើងទៅដល់កន្លែងមានសុវត្ថិភាពមានតែរក្សាចំហសិន
លែងខ្ញុំទៅមនុស្សខូចច្រឡំមកឲ្យទៅដល់មុននេះគឺខ្ញុំជាអ្នកជួយនាងទេមិនមែនទេជួយឲ្យមិនអរគុណខ្ញុំបែរជាកាយដាក់ខ្ញុំលើកក្រោយបើបែបនឹងទីខ្ញុំនឹងវិញនឹងហើយតើពួកគេកំពុងធ្វើអីហ្នឹងឯងថោកទៀតណាខ្ញុំមិនថោកទេអ្នកប្រជាយោយឈិញជាមើលទៅនាងគិតច្បាស់ហើយមែនទេព្រមរៀបការខ្ញុំហើយតើពិតមែនដែរទេអ្នកប្រជាលោកកំពុងលេងសាច់អីថ្ងៃនេះខ្ញុំមកគឺចាំមកចាស់ជាមួយលោកជាពិសេសអំពីកិច្ចសហការគ្រួសារយើងទាំងពីរបានព្រមព្រៀងគ្នានេះជាកិច្ចសន្យាលោកមិនតិចទៅមិនចាំបាច់ទេអ្នកប្រជាតើលោកមានន័យថាម៉េចគឺប្រាប់នាងថាខ្ញុំបានប្រាប់នាងជុំមកហើយកិច្ចសន្យាមួយនេះលុះត្រាតែនាងព្រមរៀបការជាមួយនឹងខ្ញុំមិនចឹងទេមិនចាំបាច់និយាយគ្នាទេមិនអាចទេខ្ញុំជាកូនប្រសាតកោយាយខ្ញុំជាស្រីមានប្តីរួចហើយបានជឿរឿងអបច្ច័យទាំងនេះជាមួយនឹងជើងអីនិយាយហ្វុងគឺងាប់បាត់ហើយនាងមិនទាន់បានចូលរោងការផងសម្រាប់ខ្ញុំគឺចូលចិត្តស្រីក្រមុំដែលមិនទាន់ចូលរោងការបែបនេះដឹងទេអ្នកប្រជាមិនអាចទៅរួចទេក៏មកសម្ដែងធ្វើជាស្រីបរិសុទ្ធអីអ្នកប្រជាលោកចូលច្រឡំលើខ្ញុំគ្រាន់តែយើងមិនខ្វល់ថាយើងច្រឡំឬមិនក៏ទេយើងពុំមាននាងជលឹកចុងក្រៅចុះតកោជេរបស់នាងគឺចិត្តរលាយហើយមានតែរៀបការជាមួយជើងទេទើបអាចផ្ដល់ផ្លូវរស់ឲ្យតកោជេបានអ្វីគ្រប់យ៉ាងរបស់តកោជេឲ្យមកជើងឲ្យតកោជេរបស់ជើងជាអ្នកចាត់ចែងទើបអាចរក្សាជីវិតឲ្យនាងបានពីមុនគឺជើងបានទុកពេលឲ្យនាងហើយប៉ុន្តែនៅពេលនេះសម្ពាធរបស់ជើងក៏ខ្លាំងដែរដឹងទេចូលមកអ្នកប្រជាលោកចង់ធ្វើអីហ្នឹងគ្រាន់តែផ្ដល់ឲ្យជើងមកដល់ហើយកុំសង្ឃឹមថាទៅវិញបានអសននៅថ្ងៃនេះត្រូវតែរួមរយៈជាមួយនឹងជើងឡើងខ្ញុំភ្លាមទៅអូយហ៊ានប្រើហិង្សាវាយដំគេផងស្រីថោកទៀតមិនស្គាល់អាក្រក់មែនដើមឡើយគឺចង់ទុកមុខទុកមាត់ឲ្យនេះខ្លះមិនទៅមិនចាំបាច់ទេថ្ងៃនេះត្រូវទៅរំលឹកនឹងឲ្យបានកុំអីពូចាំងឆាប់មកជួយខ្ញុំផងប៉ាខ្ញុំនឹងពូជាមិត្តនឹងគ្នាតែពូលាវចាំបើជាប់ទៅហើយខោអាវរបស់ស្រីម្នាក់នេះឲ្យអស់ព្រាមទៅនៅថ្ងៃនេះជើងត្រូវតែដេកជាមួយនឹងឲ្យបានជុំនឹងធ្វើជាចំណៃជប់លៀងជុំគ្នាប៉ុន្តែយើងចាំរួចរាល់ការងារធ្វើបានជាស្វ័យម្នាក់ត្រូវតែតម្រង់ជួបគ្នាពីក្រោយជើងបើចឹងខ្ញុំបានលើកដែរហើយអរគុណច្បាយស្ម័គ្រស្លាប់ការពារច្បាយមិនចាំបាច់បារម្ភនោះទេចាំជើងឲ្យឯងធ្វើជាអ្នកទី1ចុះយ៉ាងម៉េចដែរកុំអីបើមិនចង់ងាប់ទេឆាប់លុតជង្គង់ចុះភ្លាមទៅសូមទោសបងប្រុសបងថ្លៃស្រីខ្ញុំមានតែខ្ញុំម្នាក់ទេសេធានកំរឹងទៅទាំងអីពួកយើងបង្កចំនួនធំហើយរត់ទេតើរត់ត្រាបានទៅឆាប់ចូលឡឈិញជានាងរាជការអនាថានេះមកព្រុសដាក់ជើងផងឯងចៅឈីមិនមែនងាយលេងសាច់ទេចាំខ្ញុំចាត់ការលោកកុំនិយាយអីចៅឈីថ្ងៃនេះលោកជាអ្នកខុសកិច្ចសន្យាមុនទេហើយបាញ់មិញចាំប្រមាថខ្ញុំចំពោះមុខមនុស្សគ្រប់គ្នាតែបង្កមានរឿងដល់ថ្នាក់នេះហេតុនេះឆាប់ដល់លេងពួកយើងទៅបានអញ្ចឹងចុះនាងរំស្រាតឲ្យពួកយើងមើលមួយបត់ទៅយើងនឹងអាចលើកលែងទោសឲ្យនាងបានណាអ្នកប្រជារឿងបែបនេះមិនគួរឲ្យចង់សាច់នោះទេនាងមើលមកយើងដូចកំពុងលេងសើចមែនដែរទេលូតជង្គង់សំទោសទៅឯនេះជិះថាម៉េចយើងប្រាប់ថាលូតជង្គង់សំទោសទៅឈិញជាឆ្កែណាថាដែលនាងរើមកមិនធម្មតាមែនហ៊ានឲ្យអ្នកប្រុសដូចជាយើងលូតជង្គង់សំទោសផងឯងអញបានស៊ីបាយខូចខួរក្បាលអស់ហើយមែនទេឃើញឯងសប្បាយចិត្តណាស់តាចុះបើសិនជាពួកយើងលេងល្បែងមួយទៅឯងទៅមើលទៅថាការនេះចេញមុខឬមួយក៏ចេញខ្នងបើវាចេញមុខជើងនឹងផ្ដាល់ការឲ្យឯងសុំទោសតែបើចេញខ្នងវិញនោះមុខខ្នងស្អីឯងងាប់ទៅសេធានអូអ្នកប្រុស
អ្នកប្រុសទៅមើលដដាទៀតមកជួយជើងផងឲ្យលឿន ចង់មិនរួចទេ អ្នកឯងខ្វាក់ភ្នែកឯងមែនទេចាក់ចំភ្នែកជើងហើយអ្នកគឺមានអារម្មណ៍អីទាល់តែសោះអ្នកឆាប់ទ្រជើងផងទៅ អូយមើលចោះ ងាប់ម្នាក់ទៀតហើយសំមកគេហើយ អាសម្រាមសុទ្ធតែជាពួកសម្រាមចេះក្បាច់គុណមែនទេកំពុងអ្នកខ្លាំងមែនទេបានយើងក៏មានមនុស្សដែរទៅអញ្ចឹងគ្រូគុណឲ្យមកជើងភ្លាមអាចចង្រៃឯងដឹងទៀតថាយើងហៅអ្នកណាមកគឺលោកគ្រូគុណជាអ្នកបន្តពីនឯងចាប់ទៅងាប់ទៅ សេធានឆ្លៀតពេលកំពុងអ្នកខ្លាំងមិនតាមមកដល់ឯងឆាប់រត់ទៅខ្ញុំជួយទៅផ្ទាល់ រត់នេះឯងគឺថារត់បានមែនទេអូយចាប់ចូលទៅតែពួកយើងចូលទៅមានជីវិតរួមមិនងាយនោះទេណាព្រោះហ៊ឺនណា